គាត់បានជួបហើយគឺបានជួបពុកបានជួបស្វាមីបានជួបកូនបានជួបបងបានជួបប្អូនរបស់ពួកគាត់ព្រះកងទ័ពទាំង18រូបនៅពេលនេះគឺបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយរាជធានីភ្នំពេញបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានឃើញតាំងពីព្រឹកព្រលឹមមកគឺចេញចាសំឡេងយំរបស់បងប្អូនសមាជិករបស់ម្ដាយបានជួបកូនចាបានទៅណាកូនស្រាប់បងយើងមកដល់យើងវិញហើយប៉ុន្តែរស់ហើយមកដល់ប្រទេសយើងវិញហើយណាកូនបាត់ទៅបងបាត់ទៅបងមិនបាត់គិតថាបងចាំនៅតែនាងទេ